ម្លេះទេព្រោះអីគាត់ឆ្លាញ់ថ្នាក់ខ្នងខ្ញុំណាស់មិនដែលឲ្យខ្ញុំទាស់ចិត្តឡើយរស់នៅសំថ្ងៃសែនសុខមិនដែលការຕົកអ្វីឡើយរស់នៅសំថ្ងៃសែនសុខមិនដែលការຕົកអ្វីឡើយមានបងថ្នាក់ថ្នមត្រាត្រែមិនឲ្យព្រួយឡើយនៅក្នុងចិត្តតាមានបងថ្នាក់ថ្នមត្រាត្រែមិនឲ្យព្រួយឡើយនៅក្នុងចិត្តតាមានទ្រព្យសម្បត្តិស្ដុកស្ដំរូបខ្ញុំមិនព្រួយឡើយណាមានទ្រព្យសម្បត្តិស្ដុកស្ដំរូបខ្ញុំមិនព្រួយឡើយណាជាតិនេះសំណាងអស្ចារ្យរស់សែនសុខានៅក្នុងជីវិតជាតិនេះសំណាងអស្ចារ្យរស់សែនសុខានៅក្នុងជីវិតសប្បាយចិត្តណាស់ព្រោះឯរស់នៅសពថ្ងៃនេះមានបងប្រុសបងស្រីស្រឡាញ់ថ្នាក់ថ្នមមិនដែលឲ្យខ្ញុំទាស់ចិត្តទេបងអូយបងស្រីស្អាតដល់ហើយយើងនេះអូតាពីតបតែខ្លួនថ្ងៃនេះស្អាតខ្លាំងណាស់មិនឲ្យស្អាតយ៉ាងម៉េចទៅបងប្រុសបាប្រាច្បាស់ថ្ងៃនេះជារៀបបញ្ជារបស់ម្ចាស់ស្ត្រីឲ្យប្អូនស្រីទាំងពីរនាក់ចូលខ្លួនដើម្បីឲ្យរាជបុត្រជ្រើសរើសធ្វើជាមហេសីនោះអីបើសិនជាប្អូនទាំងពីររាជបុត្រសពតិយកប្អូនណាមួយធ្វើជាអគ្គមហេសីបងប្រកាសជាមានអំណាចខ្ពស់ជាងនេះចាក់ជិះបំខានឡើយមែនហើយបងមើលទៅម្លាយមុខគេដូចជាមិនដេកមិនសោះតើឯងមានខ្វល់ខ្វាយរឿងស្អីគឺខ្ញុំមិនចង់ទៅទេបងរឿងអីបានជាប្អូនមិនចង់ទៅខ្ញុំបារម្ភនឹងណាបារម្ភរឿងស្អីបើសិនណាជាទៅនោះរាជបុត្រសពតិជារើសយកធ្វើជាមហេសីនោះមិនអីទេចុះបើរាជបុត្រមិនបានសពតិយើងវិញនោះព្រះអង្គមិនបានជ្រើសរើសយើងធ្វើជាមហេសីអូយខ្មាស់គេស្លាប់ហើយបងខ្ញុំចង់ទៅទេអូនស្រីនិស័យរបស់មនុស្សគូព្រេងព្រមលិខិតបានកំណត់មកហើយมันអាចតវ៉ាបានឯងនៅក្មេងអាយុ18ចុះបងនេះឆ្នាំថ្មី56ឆ្នាំហើយបងហួសវ័យដែលបងត្រូវទៅហើយបងអើយហួសវ័យយ៉ាងម៉េចទៅ56ប៉ុន្តែបងនៅកំមុំឯងដឹងតែទេរាល់ថ្ងៃអ្នកស្រុកអ្នកភូមិគេដឹងច្បាស់ណាស់ថាបងនេះមិនមែនចាស់កំមុំវាចូលជាកំមុំហើយណាអូនបងបើជាកំមុំហើយខ្ញុំថាព្រះអង្គមិនសពតិទេមិនបាច់ទៅទេបងថាហើយគូនិស័យរបស់មនុស្សយើងថាมันបានរាជបុត្រមិនសពតិក្មេងៗមើលស្រឡាញ់តជាមនុស្សចាស់ឥឡូវបានដឹងច្បាស់ពេលវេលាខ្លីมันបាច់និយាយច្រើនឲ្យលឿនឡើងមកឲ្យលឿនឡើងមកបាទមកដល់ក្នុងវាំងថាឲ្យវាស្រួលខ្លួនវាមិនស្រួលខ្លួនវាទើសភ្នែកទើសតិចមើលអាម៉ាតហៅមកខ្ញុំសួរតិចមើលបាទផ្លូវចេះខ្ញុំថាខ្ញុំទៅវាទៅមកពីស្រុកស្រែខ្ញុំវាមិនទៅស្គាល់វាំងហ្នឹងអញ្ចឹងខ្ញុំវាឆ្ងល់ហើយខ្ញុំឃើញមួយពីរនាក់បងប្អូននោះមួយក្មេងមួយចាស់នោះហើយនៅក្នុងវាំងហ្នឹងវាធ្វើអីគេទួនាទីគេយាយម៉បមែនយាយម៉បអីគេម៉េចមីពីរនាក់ហ្នឹងមែនហ្នឹងហើយមីពីរនាក់ហ្នឹងប្អូនលោកមេតបប្អូនលោកមេតបទី2យ៉ាងហ្នឹងហើយអញ្ចឹងពីរបីនាក់ហ្នឹងប្អូនលោកមេតបហ្នឹងហើយអាបងគេនោះមេតបទី2ហ្នឹងហើយអាណិតចែកអូត្រង់ថាមីប្អូននោះគេមករោប្រុសត្រូវហើយណាតែមីកញ្ចាស់ស្បែកយាយស្តតនោះមកញេមញ៉ាំហេងអញញឹមវៃសចើមដាក់ព្រះអង្គឲ្យមីកញ្ចាស់រោឈ្មោលអនកាលទៀតអញឆ្ងល់ទេខ្ញុំប្រាប់អាម៉ាតហើមឯងនឹងអាម៉ាតម៉ាំងសុងណាអាម៉េចបើសិនជាប្រហែលមេប្អូនហ្នឹងអាហ្នឹងខ្ញុំលេបរួចមេកញ្ចាស់នេះខ្ញុំប្រាប់បើសិនខ្ញុំថាអត់មិនបានពេកខ្ញុំសុកចិត្តចងរបស់ខ្ញុំដាក់រុនសម្ោចអត់ជាប់សាច់ជាប់ឈាមមេស្បែកកាមហ្នឹងមីប្អូនហ្នឹងគេឡើងជាស្នំហើយតែនៅឡើយមីកញ្ចាស់នេះអាហ្នឹងអារឿងឡើងជាស្នំហ្នឹងខ្ញុំចង់ប្រាប់អាម៉ាតហើមអីហ្នឹងណាបាទបើថាប្អូនវារោឈ្មោលមកជុំឯណាងុំមេកញ្ចាស់ស្បែកយាស្តតហ្នឹងរោឈ្មោលជាងប្អូនទៀតណាចេះវាឆ្ងល់ត្រង់ថាអាដែងប្អូននោះត្រូវបានសំណេកតែមីកញ្ចាស់នេះវាចាត់ចែងអារឿងថ្ងៃសំណេកឯទៅថ្ងៃណាថ្ងៃនេះអាចឆ្ងល់ហ្នឹងមិនខ្ញុំពងសួរអាម៉ាតហើមឯងទៅដល់គេពេទ្យពុតទូលព្រះអង្គព្រះអង្គបើសិនជាទូអង្គមធ្វើជាស្នំបានចូលក្របខ័ណ្ឌថ្វាយខ្លួនអត់ហ្នឹងហើយមិនព្រះអង្គឆ្លើយហ្នឹងថ្ងៃនោះគេមិនសួរណាហើយអាម៉ាតហើមឯងចាំឆ្លើយអាម៉ាតហើមឯងធ្វើព្រះអង្គខ្ញុំធ្វើមីប្អូនវាហ្នឹងបរិជ្ជបុត្រទូអង្គមខ្លាចជាស្នំព្រះអង្គរាត្រីទី1តើព្រះអង្គយាងទៅតំណាក់ណាដែរក្រាទូលមិនអីទេបើសិនជានាងឆ្ងល់យើងរាត្រីទី1យើងទៅបន្ទប់របស់ព្រះនាងចន្ទ្រាដល់ឲ្យគេទូលទៀតណាព្រះអង្គចុះរាត្រីទី2ព្រះអង្គយាងទៅបន្ទប់ណាដែរក្រាទូលរាត្រីទី2ក៏ទៅបន្ទប់របស់ព្រះនាងចន្ទ្រា
ចុះរាត្រីទី3ព្រះអង្គយាងទៅដំណាក់ណាដែរក្រាទូល រាត្រីទី3ក៏ទៅដំណាក់របស់ពនាងចន្ទ្រាដែរ អំបិលបើនិយាយទៅពួកអស់ហ្នឹងអនាគតជាខ្ញុំអត់រួច ប៉ុន្តែអាម៉ាតទាំងពីរនាក់ ឥឡូវចេះចាំមើលចេះអាម៉ាត់ខ្ញុំនិយាយមួយម៉ាត់ហើយចង់ឲ្យមីកាចាស់ហ្នឹងគេពេតប៉តក្រាបទូលព្រះអង្គទូលបង្គំខ្មាស់គេណាឈំកាត់មកពីស្រុកដើម្បីមកប្រមរាជវាំងចង់បានតំណែងនៅក្នុងប្រមរាជវាំងក្រាបទូលព្រះអង្គឲ្យគេធ្វើញេមញ៉ាគេណាហើយអាថ្ពាល់គេឲ្យយឺស្តតអញចង់ស្តត ទៅថៃអាម៉ាតឯងថៃ ទូលបង្គំចង់បានទួនាទីនៅក្នុងប្រមរាជវាំងមិនអីទេនាងរាជបុត្រថាចឹងណាមិនអីទេនាងបើសិនជានាងនៅក្នុងទីនេះនៅក្នុងប្រមរាជវាំងយើងមើលនាងដូចជាស្រឡាញ់ផ្កាណាមិនអីទេយើងនឹងតែងតាំងនាងនៅក្នុងប្រមរាជវាំងនេះឲ្យคล้ายជាអ្នកថែសួនឲ្យគេធ្វើមុខធ្លាក់មក ប៉ាន់មុនខែខ្លួនហ្នឹងខ្ញុំភ័យយ៉ាងងាប់ណាបានព្រះអង្គប្រទានមីកាចាស់ហ្នឹងឲ្យខ្ញុំហ៎ អាម៉ាតទាំងពីរនាក់ឯងសើចទៅ ម៉េច សើចសបាយទៅសបាយលើកំណោទុកខ្ញុំហ៎ ទុកថៃ ថៃអាម៉ាតម៉ាំងសងឲ្យថៃ ហីថៃមិនដឹងមិនអេខ្ញុំជាអ្នកថែសួនដែរតែខ្ញុំរែកទឹកពីស្រះយកមកចាក់ដាក់ពីងហើយមីកាចាស់ស្បាយយីស្តតហ្នឹង វាដួសទឹក វាដួសទឹកពីពីងយកទៅស្រោចផ្កា បើចុះដួលថៃ ហើយចង់វាឲ្យនឹងខ្ញុំជួបគ្នាព្រឹកអាងាយចា ជួបបើមិន ជួបនៅពេលព្រឹកជួបនៅពេលថ្ងៃជួបនៅពេលថ្ងៃបើវាតាន់តែងម្លងខ្ញុំតានេះបថុយណា អីគេអាម៉ាតម៉ាំងសងឲ្យប្រុងយកមីកាចាស់ហ្នឹង ចុះបើវាតាន់តែងរកប្រមម្លងខ្ញុំតានេះបថុយ អាម៉ាតម៉ាំងសងឲ្យច្បាស់ អាម៉េច បើសិនជាអាម៉ាតម៉ាំងសងឲ្យហ៊ានបថុយជាមួយមីកាចាស់ហ្នឹងណាបងប្អូនអាម៉ាតម៉ាំងសងឲ្យនៅខេត្តណាត្រៀមតែលាយឲ្យហើយ ចំចង់មានហ្នឹងខ្លាំងជាងប្រាសាយបាក់សែទៀតចុះ អត់មានមើលភ្នែកទេភ្នែកមិនស្អីគេហ្នឹងមេប្រមាត់ទៅយើងចំណា មីកាចាស់ហ្នឹងតាមការប៉ັດខ្ញុំដឹងមីស្អីគេហ្នឹងនោមតាណាខ្លោចឆ្មៅតាហ្នឹងមីនឹងនោមវាខ្លាំងជាងទឹកអាសិចទៀតណា បើនិយាយចឹងខ្ញុំមិនយកមីចុកខួតហ្នឹងទេ អូអាម៉ាត់ម៉ាំងសងឲ្យហ៊ានតាប៉ះមីកាចាស់ហ្នឹងតែ3ថ្ងៃអេតេអាម៉ាត់ម៉ាំងសងអញមានតែគេលេងបាត់នេះទេលេងហើយ ចុះថៃនេះធ្វើភ្នែកស្លើថៃ អាម៉ាត់ទាំងពីរឯងនាំខ្ញុំនិយាយហ្នឹងមានគិតឃើញតែយើងនិយាយខុសនិយាយត្រូវដែរអត់ទេ និយាយខុសមិនយើងឃើញអតរឹកវាហើយ បើយើងអង្គុយនៅក្នុងវាំងទាំងអស់គ្នាពេលតែងតាំងដឹងទាំងអស់គ្នាហ្នឹងណា ខ្ញុំដឹងហើយក៏ប៉ុន្តែគ្រាន់តែអាម៉ាត់ទាំងពីរនេះឯងក៏មកប្រភ្លេចប្រផ្លោយពេករឿងដែលមិនគួរកាត់ឲ្យវាបាត់ឈឹងទៅ បាត់ឈឹង អាម៉ាតសង ឲ្យឃើញនឹងមេឃខ្ញុំហើយឲ្យបាត់ឈឹង អាម៉ាតម៉ាំងសងនិយាយតែមាត់ទេណាប៉ុន្តែកំណត់ហ្នឹងប្រុងតរមមេកាចាស់តណ្ហាក្រាស់ហ្នឹងណែខ្ញុំប្រាប់អាម៉ាតម៉ាំងសងអីកំលោមួយវាបើខ្ញុំមិនស្អីគេហ្នឹងឲ្យទៅទេខ្ញុំអត់យកអើយមីស្អីគេកុំថាឡើយដាក់ថាសយកមកប្រគេនខ្ញុំ អាម៉ាត់ហើម បាទ នៅហ្នឹងឯងខ្ញុំទៅទិញកៅអៀក ហើយ ទិញកៅ502 យកមកបិទមាត់អាម៉ាត់ហើមឯងហ្នឹង បាត់មីកាចាស់ហ្នឹងទៅ អត់បិទអ្នកណាបិទអាម៉ាត់ហើមឯងហ្នឹងមក បើសិនជាបានជាប្តីប្រពន្ធថ្ងៃសំសនេកសវងស្រាអស់3កានក៏មិននឹកឃើញមីកាចាស់ហ្នឹងដែរអូយខ្ញុំទៅហុំហិហាំងមិញទៅឡើងហុំហិហាំងមិញលោកអើយអត់បានលៀងណាំងដាំទឹកលេងអត់ តា បានដាំទឹកលៀងណាំង តាណានាំមានរំ លោកអា ចូល ម៉ាតឈប់សិនទៅណាមិនបានទេ ខ្ញុំទៅលៀងណាំងដាំចាន លោកអាម៉ាតហើមលោកអាម៉ាតម៉ាំងសុងនៅទីនេះលោកបានដឹងច្បាប់ទម្លាប់ច្បាស់ណាស់ខ្ញុំមិនប្រកាន់ទេលោកអាម៉ាតចិញ្ចក់ដែលទៅមកថ្មីសំណាងដល់ហើយណោះខ្ញុំនេះជាប្អូនស្រីរបស់មេតបទី2បានត្រឹមតែអ្នកថែសួនចំណែកប្អូនក៏បានត្រឹមស្នំព្រះនាងចន្ទ្រាមិនដឹងមកពីណាក៏បានខ្លាចជាមហេសីហើយអាម៉ាតចិញ្ចក់ក៏ខ្លាចទៅជាអាម៉ាតតែមិនអីទេជេរខ្ញុំអាម៉ាតខ្ញុំបែបណាក៏ខ្ញុំនឹងប្រកាន់ដែរព្រោះវាជារឿងប៉ិតយើងត្រូវទទួលយកឲ្យបានអ្វីដែលខ្ញុំទទួលយកមកបានក្នុងបាត់លោកឯងប្រមាថមើងងាយខ្ញុំមើងងាយខ្ញុំខ្លាំងណាស់សិតមីកាចាស់អះរឈ្មោលស្បែកជាស្តតអញ្ចឹងលោកមើលមុខឲ្យខ្ញុំឲ្យច្បាស់ណាលោកម៉ាលីម្នាក់នេះទោះបីជាមានវ័យចំណាស់អាយុច្រើនលោកដឹងទេ អាយុម៉ែនហ៎ ឆ្នាំហ្នឹងបាទ ខ្ញុំអាយុ56ឆ្នាំ ហា ចា នៅកំមុំទេហា កំមុំ
នៅកំង អត់ទាន់មានប្តីហា ប្រាក់តែអត់ទាន់មានប្តីវាអាយុ5 អត់តមានដែរហា ម៉ែខ្ញុំកូន2បានហានេះអត់ទាន់មានប្តីហា ណែចុះបើម៉ែលោកអាម៉ាតមានប្តីតាំងពីនៅក្មេងទើបគាត់មានកូន2ទៅអាយុ5 អូចុះក៏បញ្ញាប់ហាម៉ែ អូយហើយចង់ធ្វើម៉េចបើអាយុរបស់មនុស្សវាច្រើនមកដល់បែបហ្នឹងវាមិនទាន់មានប្តីលោកឯងគ្រប់គ្នាមើងងាយចំខ្លាំងណាស់បើចង់លោកអាម៉ាត់ទាំង3ចាំច្បាស់ណាបើខ្ញុំចង់យកប្តីឋានៈដូចជាលោកមិនមែនមលីនៅដល់ចំណាស់នេះនោះទេប៉ុន្តែប្រាប់ឲ្យច្បាស់ហើយចាំទុកផងទៅមនុស្សប្រុសម្នាក់ដែលមលីស្រឡាញ់ចង់បានគឺដឹងតែទេគឺម្ចាស់បងសូរវង អូលោកអើយ ដល់ម្លងពេកទៅ អត់មើលឈាមសាច់លោក ឋានៈដូចជាលោកណាសំបីតារោមជើងយើងបានឃើញផង អូមើលអញ ប្រាប់ឲ្យលោកដឹង អញមើលរួមអត់មានរួមហងហ្នឹង មានអីគេ មានតាអាមីង អូយគេនិយាយរោមមិនក៏លោកឯងនិយាយអាមី អញចាំបើនៅស្រុកខ្ញុំគេហៅអាមីងដៃអាមីងជើងចឹង ប្រាប់ថាកុំឲ្យយកទម្លាប់ស្រុកមកនិយាយ និយាយមកអត់សម វាមិនសម សិតតែអាមីងបើថាមិនដឹងខ្យល់ទេចាំខ្ញុំប្រាប់ មែនហើយចាញ់អ្នកនៅព្រៃផង ចាញ់អ្នកនៅព្រៃអាហ្នឹងមែន ហ្នឹងហើយ អាហ្នឹងគេមានហៅអាមីងទេគេហៅសមី ឃើញហ៎អូយអ្នកបច្ចៈនោះមកសំមីទៅទៀត មែនសមីហេ ណែ អី លោក គេ អាម៉ាត់ ខ្ញុំឃើញច្បាស់ទេញ៉ៃ ឃើញស្អីគេ មកមី អូយ ពេញបឹកហ្មងអើយ ព្រះម្ចាស់ថ្លៃមិននិយាយស្ដីដូចជាមិនបានរៀនសូត្រតែណហើយត្រៀមខ្លួនឲ្យហើយណាលោក តែម៉េច លោកឯងចាំឲ្យច្បាស់ថាបងរបស់យើងជាមានតបទី2ប្អូនរបស់ខ្ញុំបានខ្លាចជាស្នំបើចឹងលោកឯងចាំឲ្យច្បាស់ខ្ញុំយើងយករឿងទាំងអស់នេះទៅប្រាប់ប្អូនរបស់ខ្ញុំឲ្យទូលដល់ព្រះអង្គកាត់ក្បាលលោកឯងទាំង3នាក់តែម្ដង អីគេមកប្រងកាត់ក្បាលខ្ញុំមើលក្បាលខ្ញុំត្រីខ្ទួ ម៉េចកាត់ក្បាលខ្ញុំបិហុកឯង ណែខ្ញុំប្រាប់ យ៉ាងម៉េច ទៅមកតំណាក់ប៉ុណ្ណឹងក៏មកចង់គម្រាមខ្ញុំ រឿងអីដែលខ្ញុំគំរាមលោកឯងមិនបាន និយាយរួមនេះខ្ញុំមិនថាចង់ធ្វើខ្លាំងទេប៉ុន្តែនិយាយមកវាអត់សម អត់សមយ៉ាងម៉េច តែចង់ថាមិនកញ្ចាស់ឯនេះអាសរឈ្មោះ អូយលោកម្ចាស់ថ្លៃនិយាយស្ដីមិនដឹងខុសរឿង គម្រាមស្អាកាត់ក្បាលឯង3នាក់ហ្នឹងទៀត ត្រូវហើយ មើលចឹងខ្ញុំសួរតែក្នុងវាំងហ្នឹងបងប្អូននឹងធ្វើតំណែងអីខ្លះប្រាប់ខ្ញុំមកអ ប្ ស់ រាប់ លើ ហើយមកក៏ចាំឲ្យសួរទៀត ខ្ញុំចង់បញ្ជាក់ឲ្យដឹងច្បាស់ មេតបទី ទី 2ស្នំ 2ស្នំ ត្រូវហើយ ហើយនេះថែសួន ថែសួន ហើយចុះដឹងខ្ញុំនឹងណាគេអត់ អាម៉ាត់ចេញចោ ហ៊ីសុំទោស យ៉ាងម៉េច ខ្ញុំអាម៉ាតមែនប៉ុន្តែព្រះអង្គសពរិទ្ធហារតីជាមួយប្អូនរបស់ខ្ញុំពនាងចន្ទ្រាចឹងពនាងចន្ទ្រាគឺជាប្អូនរបស់ខ្ញុំចឹងខ្ញុំមិនឡើងជាបងថ្លៃស្ដាច់ អេ ចឹងខ្ញុំអាចច្បាច់ពួកនាងឯងពេលណាក៏បានដែរនេះ ចាំបាច់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  អូអាម៉ាត់ចော့ខ្ញុំសុំអរគុណអាម៉ាត់ចော့ឯងហើយ ខ្ញុំខ្លាចបំផុតដែលមីកាចាស់ហ្នឹងវាថាកាត់កយើងនេះ កាត់ក្បាលមើលបាល់ កាត់ក្បាលយើងអត់ទាន់ដល់ខែធ្វើថៃហុកហងរកកាត់ក្បាលខ្ញុំធ្វើថៃហុក ឥឡូវចេះហើយយើង3នាក់ អា មិញនឹងវាកំពុងខឹងយើងខ្លាំង ណែ វវាទៅចាក់រុកព្រះអង្គនឹងដាក់ទោសដល់យើង ណែ ដល់ចែកនៅធ្វើការ មកធ្វើការ បាទចែកបងប្អូនណាដែលមកទីនេះសុំប្រុងប្រយ័ត្នទ្រព្យសម្បត្តិផ្ទាល់ខ្លួនទៀតណាគឺបាត់ច្រើនហើយបាត់អេរសាប់បាត់សបោបលុយបាត់សវលបាត់សជាននឹងហើយចឹងយើងកុំប្រហែលបងប្អូនណាប្រយ័ត្នផងគេលោកបាត់អេរសាប់ម៉ាក់អូប៉ោ អ
ហើយឬនៅចំណែករូបបងចាប់ជាតិហើយដាក់ធំឆ្លៅតែប្រុសបងនៅចងចាំម្ចាស់អូនគ្រប់ជាតិទីដាក្រោយពេលដែលប្រគុណជាម្ចាស់ដាក់ទោសាមកចាប់បដិសន្ធិនៅនេតានកណ្ដាលក៏ព្រោះតែផ្កាយព្រឹករះផុតរៀមបងបានចាប់បដិសន្ធិមួយនឹងព្រះមេដាយក្ខណីចុះពេលនេះតើម្ចាស់អូនរកផ្ទៃព្រះមេដាឃើញហើយនៅអូប្រគុណជាម្ចាស់បីទូព្រះបង្គំមានទោសសាធ្ងន់ធ្ងរយ៉ាងណាក៏សូមឲ្យទូព្រះបង្គំមើលឃើញពីនិស្ស័យរបស់ម្ចាស់អូនទេទីដាម្ចាស់អូនទេទីដាទ្រង់រកផ្ទៃព្រះមេដាឃើញហើយនៅសូមព្រះអង្គប្រទានឲ្យទូព្រះបង្គំខ្ញុំផងអើយហេតុអីទៅព្រះអង្គមិនបានជាព្រះអង្គធ្វើបែបនេះដាក់ខ្ញុំម្ចាស់ទៅវិញនឹកសែនក្តៅមួម៉ៅក្នុងចិត្តពេលដឹងការពិតក្រុមមិនអាណិតដល់ចឹងទេសែនអាម៉ាស់ខ្មាស់ព្រោះរឿងស្នេហ៍ខំស្មោះម្លឹងតែប៉ុន្តែត្រង់បែរជាសែនខ្មាស់អាម៉ាស់អស់ធម្មជាតិត្រង់ដឹងចង់អេសែនខ្មាស់អាម៉ាស់អស់ធម្មជាតិត្រង់ដឹងចង់អេបើទ្រាំនៅទីបើទ្រាំមិនបានឡើយណាឈឺចាប់ខ្លាំងណាស់ហេតុអីទៅព្រះអង្គម្ចាស់មិនបានជាព្រះអង្គធ្វើបែបនេះដាក់ខ្ញុំម្ចាស់ទៅវិញច្រើនថ្ងៃច្រើនខែហើយតាំងតែពីព្រះអង្គតែងតាំងធ្វើជាស្នំឯកប៉ុន្តែព្រះអង្គមិនដែលសព្វទេជាមួយនឹងខ្ញុំម្ចាស់ទេសូម្បីតែដំណាក់របស់ខ្ញុំក៏ព្រះអង្គមិនដែលយាងទៅក្បែរដែរបើតែបែបនេះថ្ងៃអនាគតនោះខ្ញុំគិតយ៉ាងម៉េចចំណែកឯព្រះនាងចន្ទ្រាវិញមានព្រះគភ៌គម្រប់គ្រប់ខែរងចាំតែថ្ងៃប្រសូតបងបងរមើលនៅហ្នឹងហើយព្រះស្នំមិនគិតពីខ្ញុំសោះមានរឿងអីហ្នឹងតែងខ្លួនស្អាតបាតហេតុអីក៏ព្រះស្នំក្តៅក៏ហើយព្រះភ័ក្រមិនស្រស់បែបហ្នឹងហ៎ជួយចាប់ណាបងជួយចាប់រឿងអីទៅបងគិតមើលទៅតាំងតែពីពេលដែលព្រះអង្គតែងតាំងខ្ញុំនេះធ្វើជាស្នាមឯកព្រះអង្គមិនដែលសព្វទេខ្ញុំទេសូម្បីតែដំណាក់របស់ខ្ញុំក៏ព្រះអង្គមិនដែលយើងទៅក្បែរដែរនេះដល់ថ្នាក់ហ្នឹងហើយព្រះស្នំមែនណាបងលោកអើយបងដឹងស្រាប់ហើយពេលនេះព្រះនាងចន្ទ្រាមានព្រះគភ៌គម្រប់គ្រប់ខែរងចាំតែថ្ងៃប្រសូតចាស់បាបរបស់ព្រះនាងចន្ទ្រាប្រសូតមកនោះបុត្ររបស់ព្រះនាងចន្ទ្រានឹងបានក្រងរាជសម្បត្តិទាំងអស់ហើយចាស់ចំណែកខ្ញុំវិញនោះគិតយ៉ាងម៉េចទៅបងរឿងចំណុចមួយនេះបងក៏ប្រមាថដឹងច្បាស់ប៉ុន្តែអ្វីដែលបងគិតអាណិតដល់បងមេតបទី2ដូចគ្នាដែររាល់ថ្ងៃនេះមិនដឹងជា
បងប្រុសទទួលក្តីអាម៉ាបែបណាអ្នកម្នាងដឹងដែរទេបានប្អូនស្រីជាស្នំចំណែកបងប្រុសវិញបានត្រឹមឋានៈជាមេទ័ពមិនតែប៉ុណ្ណោះទេណាចៅអរុណមកមិនទាន់បានប្រមាណផងព្រះអង្គតែងតាំងឲ្យលោកមេទ័ពទី1បង្ហាត់បង្រៀនវិជ្ជាគុណដៅគុណដំបងមិនតែប៉ុណ្ណោះក៏តែងតាំងចៅអរុណធ្វើជាសេនាស្ដម្ភទៀតផងមិនទាន់មានផលប្រយោជន៍អីដល់ប្រទេសជាតិសោះចុះហេតុអីបានជាទ្រង់លំៀងបែបហ្នឹងមិនអីទេនេះដោយសារព្រះអង្គណាស់ចាញ់មុនស្នេហ៍របស់ព្រះនាងចន្ទ្រាស្អីគេនោះដែលយាងមកពីណាក៏មិនដឹងគ្រាន់តែជានារីស្រុកស្រែចំការបោផាព្រៃភ្នំតែប៉ុណ្ណឹងចុះហេតុអីបានជាទ្រង់ទៅសពប្រទេសនាងម្នាក់នោះផ្កាប់មុខដល់ថ្នាក់ហ្នឹងនោះណាអ្នកម្នាងរឿងហ្នឹងហេតុតែខ្ញុំឈឺចាប់ទល់រាល់ថ្ងៃហ្នឹងណាបងបើអញ្ចឹងអ្នកម្នាងអីទេគិតយ៉ាងម៉េចទៅបង ចាំស្ដាប់សម្ដីរបស់ខ្ញុំណាខ្ញុំមិនឲ្យប្អូនស្រីរបស់ខ្ញុំក្តៅកាហាយនោះទេធ្វើយ៉ាងម៉េចទៅអ្នកដែលត្រូវទទួលរឿងទាំងអស់នេះឈឺចាប់គឺនាងចន្ទ្រាមកពីណាក៏ត្រូវតែទៅវិញដោយខ្លួនឯងបើអញ្ចឹងបងអ្នកម្នាងអោនតិចមកអូយយ៉ាងម៉េចដែរគឺអ្នកម្នាងចាត់ចែងព្រះអង្គអូចាំបាច់ព្រះអង្គម្ចាស់សូមថ្វាយបង្គំព្រះអង្គម្ចាស់ខ្ញុំម្ចាស់ក្រាបថ្វាយបង្គំក្រាបទូលឡោហើយព្រះស្នំនិងអ្នកថែសួនព្រះបងម្ចាស់ព្រះបងម្ចាស់កាលបើយើងមកដល់ទីនេះណាយើងបានឃើញកាយវិការរបស់អ្នកទាំងពីរមើលតអ្នកទាំងពីរដូចជាមិនសប្បាយចិត្តសោះពិសេសពេលដែលយើងបានទៅទឹកមុខរបស់ព្រះស្នំមានរឿងអ្វីមែនទេព្រះបងម្ចាស់បានជាអ្នកទាំងពីរបែរជាមានពាក្យសម្ដីមាត់លោឡាខ្លាំងយ៉ាងនេះដឹងទេថានេះគឺជាព្រះបរមរាជវាំងបើទោះបីជាមានកិច្ចការអ្វីកាត់ឡើងក៏ដោយក៏អ្នកទាំងពីរគួរតែចេះកោតក្រែងឬក៏ពិភាក្សាគ្នាដោយស្ងៀមស្ងាត់បន្តិចទៅបានទេព្រះម្ចាស់តាមការពិតណាព្រះប៉ខ្ញុំម្ចាស់សូមទានយាមចូលមកព្រោះអីខ្ញុំម្ចាស់មានរឿងសំខាន់ខ្លាំងណាស់ចូលគាល់ក្រាបទូលមែនហើយព្រះអង្គអូអញ្ចឹងបានន័យថាអ្នកទាំងពីរមានរឿងដែលត្រូវគាល់យើងមែនទេព្រះប៉ម្ចាស់ខ្ញុំម្ចាស់ដឹងថាពេលនេះព្រះអង្គរវល់នឹងរាជកិច្ចខ្លាំងណាស់ប៉ុន្តែវាសំខាន់ពិតមែនទើបខ្ញុំម្ចាស់ចង់ចូលគាល់ណាក្រាបទូលប៉ុន្តែខ្ញុំគិតថាកុំបាច់ទូលថ្វាយព្រះអង្គនៅពេលនេះអីព្រោះអីរឿងនេះវាប៉ះពាល់ដល់ប្រកិត្តិយសរបស់ព្រះអង្គខ្លាំងណាស់ណាបងប៉ុន្តែបើមិនទូលប្រាប់នៅពេលនេះចាំពេលក្រោយបើរឿងនេះលេចលឺដល់ខាងក្រៅជាពិសេសបានជ្រាបដល់អាណាប្រជារាស្ត្ររឹតតែធ្ងន់ធ្ងរទៅទៀតហើយណាអ្នកម្នាងអូយគិតមិនទៅបងនេះបើតាមសម្ដីរបស់ស្នំមានន័យថារឿងដែលអ្នកទាំងពីរកំពុងតែចង់ទូលថ្វាយដល់យើងគឺប៉ះពាល់ដល់ប្រជាស្នារបស់យើងទៀតផងព្រះម្ចាស់បើរឿងធំដល់ម្លឹងហើយចោះអ្នកទាំងពីរនៅមានការអត់ឯកដល់ណាទៀតហេតុអីក៏មិនឆាប់ទូលថ្វាយដល់យើងភ្លាមមកព្រះម្ចាស់ប៉ុន្តែរឿងនេះមុននឹងខ្ញុំម្ចាស់ទូលដល់ព្រះអង្គសូមរាជទានទោសណាក្រាបទូលគឺខ្ញុំម្ចាស់មកទូលថ្វាយនេះគឺបញ្ហារឿងលោកចៅអរុណនិងព្រះនាងចន្ទ្រាណាព្រះម្ចាស់ថាម៉េចចៅអរុណនិងមហេសីរបស់យើងចន្ទ្រាព្រះម្ចាស់តាមការពិតណាអ្នកទាំងពីរមានរឿងអីអ្នកទាំងពីរមិនមែនជាបងប្អូនបកើតទេក្រាបទូលពិតមែនហើយព្រះអង្គថាម៉េចពេលដែលខ្ញុំយកការទៅថ្វាយដល់ព្រះនាងរៀងរាល់ថ្ងៃសិលខ្ញុំម្ចាស់បានចូលទៅបានឮសូរតំណែងអ្នកទាំងពីរគឺស្និទ្ធស្នាលតាមការពិតនោះគេជាសង្សារគ្រាដំបងជាមួយនឹងគ្នាក្រាបទូលខ្ញុំម្ចាស់ចូលទៅដល់ស្ដាប់ទាន់ត្រង់ចំណុចថាថ្ងៃណាមួយពេលលោកមេទ័ពទី1បង្ហាត់បង្រៀនវិជ្ជាគុណដៅគុណដំបងបានចេះចប់សពគ្រប់ហើយលោកចៅអរុណនឹងដណ្ដើមយករាជបល្ល័ង្កពីព្រះអង្គហើយនឹងកំពុងតែបញ្ចុះបញ្ចូលក្រុមទាហានទាំងអស់ឲ្យក្បត់ពីព្រះអង្គហើយក្រាបទូលប៉ុន្តែណាព្រះអង្គមិនត្រឹមតែប៉ុណ្ណឹងទេខ្ញុំម្ចាស់ក៏បានឮចៅអរុណនិយាយថាបុត្រដែលនៅក្នុងផ្ទៃរបស់ព្រះនាងចន្ទ្រានោះមិនមែនជាបុត្ររបស់ព្រះអង្គទេគឺជាកូនរបស់ចៅអរុណទៀតផងណាព្រះអង្គអ្នកទាំងពីរព្រះបងម្ចាស់ព្រះអង្គព្រះបងមុនពេលដែលយករឿងនេះមកទូលថ្វាយដល់យើងតើអ្នកទាំងពីរបានគិតពិចារណាច្បាស់លាស់ដែរទេព្រះបងម្ចាស់ដឹងទេថាបើសិនជាពាក្យសម្ដីនេះមិនមែនជាការពិតណាតើអ្នកទាំងពីរត្រូវដឹងថាអ្នកទាំងពីរត្រូវមានទោសបែបណាទេខ្ញុំម្ចាស់ដឹងបានណាព្រះអង្គខ្ញុំម្ចាស់ដឹងបើសិនជារបស់យើងណាយើងសពប្រតិណាមហេសីរបស់យើងល្អចំពោះយើងអ្វីដែលសំខាន់នោះយើងកំពុងតែសប្បាយប្រតិនៅទន្ទឹងរង់ចាំ
មិនយូរទេមហេសីរបស់យើងនឹងប្រសូតបុត្រដែលអាចជាទីសង្ឃឹមនៃនគររបស់យើងតទៅមុខទៀតអាចោះរឿងអីហាត់អីបែរជាអ្នកទាំងពីរបែរជាយករឿងនេះមកទូលថ្វាយដល់យើងថាចៅអរុននិងមហេសីរបស់យើងចន្ទ្រាបែរជាមានចិត្តមិនស្មោះត្រង់ចំពោះយើងយ៉ាងនេះទៅវិញនោះ ព្រះប៉ម្ចាស់បើរឿងនេះមិនប៉ិតខ្ញុំម្ចាស់ជាអ្នកប្រឌិតខ្ញុំម្ចាស់នឹងយកក្បាលទាំង3អ្នកបងប្អូនបើរឿងនេះមិនប៉ិតវិញសូមឲ្យព្រះអង្គកាត់ក្បាលខ្ញុំម្ចាស់ទាំង3អ្នកបងប្អូនចោះក្រាបទូល ថាម៉េចនេះអ្នកទាំងពីរហ៊ានសម្អាងដល់ម្លឹងផង ព្រះប៉ម្ចាស់ ព្រោះអ្វីយើងកំពុងតែចង់មានបន្ទូលឲ្យអ្នកទាំងពីរបានដឹងបើសិនជារឿងទាំងអស់នេះវាគឺជាការពិតយើងយល់ថាយើងមិនអាចអនុញ្ញាតឲ្យអ្នកណាមកប្រព្រឹត្តដល់អំពើមិនគប្បីចំពោះយើងទេប៉ុន្តែបើសិនជារឿងទាំងអស់នេះមិនមែនជាការពិតវិញណាអ្នកទាំងពីរត្រៀមខ្លួនទទួលទោសនៅអ្វីអ្នកទាំងពីរកំពុងតែនិយាយពីនេះទៅ ព្រះប៉ម្ចាស់ព្រះប៉ បានបើអញ្ចឹងយើងចាំមើលថាតើមហេសីរបស់យើងពិតជាបានប្រព្រឹត្តនៅអំពើដោយការដែលអ្នកទាំងពីរទូលថ្វាយដល់យើងដែរទេ ព្រះអង្គសូមព្រះអង្គយាងក្រាបទូល សូមព្រះអង្គយាងស្រឡាញ់ខ្លាំងប្រច័ណ្ឌខ្លាំង មែនហើយបង លោកអើយអ្នកណាដែលមិនជឿបាក់ក្បាលកាត់ដាច់បាត់ពីខ្លួនហើយនេះ បងខ្ញុំខ្លាចណាស់ ខ្លាចស្អី បងនិយាយដាក់ក្បាលអញ្ចឹងណា អូយមកជោគបាយរបស់បងមួយនេះអ្នកមនាងមិនបែបបារម្ភទេក្បាលអ្នកណាដែលមិនស្ដាប់មិនស្រឡាញ់ជីវិតតែបាក់ដល់ឋានៈលះបង់ជីវិតហើយរឿងអីដែលព្រះអង្គម្ចាស់មិនខ្ញាល់ហើយមិនជឿបើអញ្ចឹង ឲ្យលុយឡើង អ្នក បង មនាងតាមទៀតចាំតាម มันก็สกัดจังหวะปัดนี่ตาใจออกตาใจมอบตาออกให้ตาเนี่ยตาออกนี่ตั้งแต่ทำไปนี่เปล่งเนียงจันทรีเปล่งเนียงจันทรีมาสอบมาไทยเปล่งเนียงจันทรีโอ้โหปรังนี่ បងអរុនបងអរុន ปรังนี่ អូនថប់ដង្ហើមអូជួយអូនផងបាត់លួងជួយផងបងអរុនបងអរុន ช่วยปรังนี่พ่องปรังนี่ ថោកទៀត ดอง ស្វាមី ចោលពីរៀង ស្វាមី ជើងមិនស្មានសោះថាហេតុអីបានជាអ្នកទាំងពីរប្រព្រឹត្តអំពើយ៉ាងនេះយើងសពព្រឹត្តតែមហាសីខ្លាំងណាស់ហេតុអ្វីពេលនេះប្រព្រឹត្តអំពើមិនគប្បីច្បាស់ហើយណាអង្គម្ចាស់ យើងសពព្រះតីលើមហេសីខ្លាំងណាស់ផ្ដាច់ក៏ពេលនេះបែរមានចិត្តអប្រិយហ៊ានមានសហាយស្មត់ណាបាត់ប្រតីព្រះស្វាមីចុះស្រីអីក៏អាក្រក់យ៉ាងនេះមិនបាត់ទេយើងបានឃើញច្បាស់ផ្ទាល់នឹងប្រទេសយ៉ាងនេះទៅហើយ យើងจะรับตู้ នៅប្រកែកជាមួយយើងទៀត ក្រុមប្រាក់សិន10សិនក្រាប តតមើលចោល ជប់សិនបុត្រាមេដា មានតាជួយខ្ញុំបញ្ចប់ ទូព្រះបង្គំក្រាបថ្វាយបង្គំក្រាបទូល ល្អហើយម្ចាស់ចៅមានតែពីអង្គាតែម្ដងហើយនេះបុត្រាមេដាមានការតតហើយនៅថាបុត្ររបស់បុត្រនេះមានប្រភេទយ៉ាងម៉េចទៅមើលចាស់ ក្រាបទូលព្រះមេដា មានតាតនចុះ ពេលដែលទូលព្រះបង្គំបានដឹងថាចន្ទ្រាដែលជាមហេសីរបស់ទូលព្រះបង្គំនេះត្រូវបានប្រសូតបុត្រគួរណាស់តែបុត្រនេះសប្បាយនៅក្នុងប្រទេសណាស់ប៉ុន្តែផ្ទុយទៅវិញបែរជាធ្វើឲ្យទូលព្រះបង្គំមានការឈឺចាប់ព្រមទាំងខកប្រទេសខ្លាំងណាស់ក្រាបទូល បើ
មានបន្ទូអញ្ចឹងនេះជាមហេសីរបស់បុត្រណាហេតុអីក៏បុត្រនេះទ្រង់ធ្វើព្រះភ័ក្រអញ្ចឹងជាមួយមេដា ក្រាបទូលព្រះមេដាបុត្រសូមទូលថ្វាយឲ្យព្រះមេដាទ្រង់ជ្រាបចុះតាមការពិតនេះមិនមែនជាបុត្ររបស់ទូលព្រះបង្គំទេ ព្រះស្វាមី គឺជាកូនរបស់ចន្ទ្រា មានបរិយាបន្ទូលអីចឹងក្រាបទូល នឹងចៅអរុណនេះឲ្យក្រាបទូល ទេព្រះ ធ្វើ ស្វា ជា មី យ៉ាងហោចខាងណាមក សូមព្រះស្វាមីព្រះមេត្តាទ្រង់ព្រះសន្តាប់ខ្ញុំមិនចាស់នឹងទូលថ្វាយនៅការពិតហេតុអីក៏ព្រះអង្គមានបតីបែបនេះបတ်ទាំងទ្វេជាបុត្ររបស់ព្រះអង្គជាព្រះលោហិតរបស់ព្រះអង្គពិតណាស់បងអរុណជាបងបង្កើតរបស់ខ្ញុំម្ចាស់សូមព្រះស្វាមីទ្រង់ព្រះតម្រេះតើហេតុអីបានជាព្រះអង្គទ្រង់ខ្ញាល់ក្រែវក្រោតរហូតដល់គិតថាខ្ញុំម្ចាស់នឹងបងជាសហាយស្មន់នៅពេលដែលខ្ញុំម្ចាស់គ្រប់ទស្សមាជឿដល់ពេលដែលខ្ញុំម្ចាស់ជឿផ្ទៃត្រូវដល់ពេលប្រសូតចុះហេតុអីទាំងយាយមកអ្នកអត់អ្នកយាយពេលលៀងស្រីស្នំអត់មានសំបីម្នាក់នៅក្នុងដំណាក់របស់ខ្ញុំម្ចាស់ បុត្រណាសា អំបញ្ញមិញនេះប្រសិនបើមិនមានបងប្រុសអរុណទេខ្ញុំម្ចាស់ប្រកាសជាសោយទីបង្គត់ឲ្យក្រាបទូល បុត្រណាសាមានសម្បត្តិន័យថានៅពេលប្រសូតបុត្រវាអ្នកនៅចិត្តប្រកាយរបស់បុត្រណាសាមែនទេ នេះជាការពិតហើយម្ចាស់ស្ត្រី មិនពិតទេមុននឹងយើងយាងទៅទីអារាមយើងបានដាក់រាជបញ្ជាឲ្យពេលលៀងតែពីរនាក់នោះគេនៅថែប្រកាយរាជសិនសាថ្ងៃណាដែលរាជសិនសាប្រសូតគេនឹងនៅចិត្តព្រះកាយរបស់រាជសិនសាចុះអ្នកតែពីររវល់ទៅណាព្រះមេខ្ញុំម្ចាស់ព្រះមេតាមកំបត្តិខ្ញុំម្ចាស់ទាំងពីរនាក់បានចងខ្លួនថ្វាយការបម្រើដល់ព្រះនាងចន្ទ្រាហើយ មិនបាត់ ប៉ុន្តែលោកចៅអរុណគាត់បញ្ជាពួកខ្ញុំដាច់ខាតមិនឲ្យខ្ញុំទាំងពីរនាក់ថ្វាយការបម្រើដល់ព្រះនាងចន្ទ្រាទេមិនបាត់ទេលោកចៅអរុណបញ្ជាដាច់ខាត មិនទេម្ចាស់ស្ត្រីព្រះមេត្តា ចៅអរុណបរិណាក្រាបទូល ទ្រង់ស្ដាប់ឮទេ តាមទូលព្រះបង្គំទេក្រាបទូល ចង់ពេលដែលបុត្ររបស់យើងមានបន្ទូលថាអ្នកទាំងពីរជាសហាយស្មន់នឹងគ្នាអ្នកណានៅក្នុងរាជវាំងទាំងអស់នេះបានឃើញដែរទេ ព្រះម៉ែម្ចាស់ខ្ញុំម្ចាស់បានលឺសូរផ្ទាល់នឹងតិចឃើញផ្ទាល់នឹងភ្នែកតាមការពិតណាមិនតែប៉ុណ្ណោះទេចៅអរុណនេះខំហាត់វិជាគុណដាវពីមេតបទី1និងលោកមេកងគេបាននិយាយថាពេលដែលគេហាត់ចេះចប់គេនឹងដណ្ដើមរាជបល្ល័ង្កដណ្ដើមឡើងក្រងរាជបន្តចំណុចមួយនេះហើយនៅមានមួយទៀតចៅអរុណគេអះអាងកូនដែលនៅក្នុងផ្ទៃគឺជាកូនរបស់គេនឹងប្រធានចន្ទ្រាបើរឿងនេះមិនពិតទេខ្ញុំម្ចាស់សូមថ្វាយក្បាលទាំង3អ្នកបងប្អូនណាព្រះម៉ែម្ចាស់ អ្នកទាំងពីរនាក់ថ្វាយជីវិតមិនបងម្ចាស់ព្រះមេព្រោះវាជារឿងបាត់ ព្រះមេដា ហេតុអីដែលម្ចាស់ចាំ មិនពិតទេព្រះមេត្តា ទូលព្រះបង្គំ ព្រះមេ ទូលព្រះបង្គំខកប្រតិញណាស់តែទូលព្រះបង្គំមិនគួរណាស់ឲ្យប្រណិតរបស់ទូលព្រះបង្គំបែរទៅតើតមនុស្សខកបែបនេះទេ ព្រះស្វាមី បុត្រា បានហើយព្រះមេដា ទុកប្រតិសិន សម្រាប់ប្រតិចុះ ព្រះ ព្រះ មេ មេ ដា ត្តាជប់សិន ព្រះមេដាទ្រង់កុំព្រួយប្រតិអី ព្រះមេត្តា ព្រះមេដាព្រះមេដាយើងទៅរីកដំណាក់ចោល ព្រះមេត្តាជប់សិនរាជតែទៅខ្ញុំម្ចាស់បងគេធ្វើបាបខ្ញុំម្ចាស់ហើយព្រះស្វាមីត្រង់ព្រះតម្រិះសិនណាក្រាបទូល បានហើយ លោកមេតបទី1ជួយខ្ញុំផង បានហើយនាងមិនចាំបាច់និយាយអ្វីទាំងអស់យើងឆ្អែតហើយយើងសោកស្ដាយណាស់ដែលយើងមិនគួរណាសពប្រតិរៀបអបិស័យជាមួយនាងឲ្យខ្លាយទៅជាមហេសីរបស់យើងយ៉ាងនេះទេសន្តាននាងគឺជាផ្កាព្រៃអញ្ចឹងសច្ចិរបស់នាងគឺនៅតែព្រៃដដែលបានដើម្បីឲ្យសមនឹងដំណងរបស់នាងកុំឲ្យនាងបែកបាក់អំពីគូស្នេហ៍ដែលជាសហាយស្មររបស់នាងនេះយើងនឹងសមដំណងរបស់អ្នកទាំងពីរចុះទោសរបស់ឯងគឺជាទោសពៀនវាំងណាបើតាមកំហឹងនិងបន្តីរបស់យើងដែលឯងប្រមាថចេស្តាយើងគឺជាអង្គមហាក្សត្រយ៉ាងនេះយើងគួរណាស់តែកាត់ទោសប្រហារជីវិតរបស់អ្នកទាំងពីរណាប៉ុន្តែដែលយើងយល់ថាក្មេងដែលវាទៅតែកាត់វាគ្មានកំហុសទេអញ្ចឹងយើងយកដល់ក្មេង
យើងមិនកាត់ទោសប្រហារជីវិតអ្នកទាំងពីរទេប៉ុន្តែអស់លោកឆាប់ដោះសាក់ចេញពីស្មាដោះព្រះសង្ហាចេញពីចៅអរុណក្នុងពេលឥឡូវនេះព្រះអង្គព្រមទាំងអ្នកទាំងពីរដោះគ្រឿងកសែយភ័ស្ត្រចេញអំពីរាងកាយរបស់ចន្ទ្រាក្នុងពេលឥឡូវនេះព្រាបទៅយើងនឹងនិរទេសអ្នកទាំងពីរឲ្យចេញអំពីព្រះបរមរាជវាំងឥឡូវនេះហើយអាចឆាប់ឡើងនេះអ្នកទាំងអស់គ្នា អាយតែតនណា ដោះគ្រឿងអលង្ការចេញអស់ទៅ ខ្ញុំមិនចាក់តាមតែប្រសោត យ៉ាងម៉េចពួកអស់លោក ដង្ហើមថប់ លើមិនជឿរបស់ព្រះអង្គទេអី ព្រះអង្គបាច់បតីដល់ក្រោយ ព្រះអង្គម្ចាស់ព្រះអង្គគុំញាព្រះអង្គព្រះអង្គសូមឲ្យខ្ញុំម្ចាស់ចាំមកបម្រើព្រះអង្គណាព្រះអង្គ ម្ចាស់ណាបាត់មានតាបៃតាបាត់ប្រតិហើយ ទូលព្រះបរមស្បោះនឹងព្រះអង្គខ្លាំងណាស់ ដាច់ប្រតិម្លេះងាបងអើយទៅតែប្រសូតហើយរៀងកាយញ័រញាក់មិនដាយកប្រតិគិតថាខ្ញុំមិនចាំគ្រោះថ្នាក់ណា ព្រះទៅប្រសាជាថ្មីដល់ព្រះ អ្វីក៏ជឿជាក់ណាស់ថាខ្ញុំបានម្ចាស់ក្បត់ណាគេចោទណាប្រកាន់គេធ្វើបំពន់ឲ្យត្រង់ណាអនអាងណា បានហើយដល់ព្រះអង្គគេទំនាក់បងខុសដាក់ទូលព្រះបង្គំ មិនទេព្រះនាងធ្វើដល់អង្គ នេះ ឯ ហើយជាឧបសគ្គរារាំងនៅបំបែកត្រង់បៃតាមានតាដែលថែមជាយូរលង ងយកទៅទុកនៅក្នុងទៅព្រះមេជា ពួនណាស់តែត្រង់ព្រះតម្រេះឲ្យវែងឆ្ងាយព្រះស្វាមីព្រះអង្គក៏ដឹងនៅពេលដែលខ្ញុំម្ចាស់ត្រូវគ្រប់ទស្សមីមិនយូរទេនឹងឈឺព្រះកបែតលួងក៏បានទូលថ្វាយទៅដល់ព្រះស្វាមីតែចម្លែកណាស់គ្រាន់តែខ្ញុំម្ចាស់ប្រែប្រួលនៅក្នុងព្រះកាយស្រាប់តែស្ងាត់សូន្យខ្ញុំម្ចាស់ឈឺព្រះកម្នាក់ឯងស្រែករកអ្នកអត់អ្នកយាយពេទ្យលួងពេទ្យឈ្មោះតែអត់មានទេក្រាបទូលព្រះអង្គជាស្វាមីក៏នៅតែស្គាល់ពីបតីខ្ញុំម្ចាស់ហើយតែខ្ញុំម្ចាស់បែបណា នេះគឺជារឿងពិតណាស់ព្រះអង្គ បានហើយ ព្រះស្វាមី យើងមិនចង់ស្ដាប់ពាក្យសម្ដីរបស់អ្នកទាំងពីរទៀតទេ សម្រាប់តែទៅណាព្រះអង្គ យើងមិនកាត់ទោសប្រហារជីវិតរបស់អ្នកទាំងពីរចាត់ទុកថាអ្នកទាំងពីរមានសំណាងពេកណាស់ទៅហើយព្រោះតែយើងយល់ដល់អាយុជីវិតក្មេងទាំងពីរអ្នកនេះតែប៉ុណ្ណោះបានហើយចូលអ្នកទាំងពីរឆាប់ចាក់ចេញពីទីនេះចុះ ខ្ញុំម្ចាស់សូមរាជាអនុញ្ញាតខ្ញុំម្ចាស់ញ័រដៃញ័រជើងយើងទៅអត់រួចទេប្រពោសូមត្រឹមតែល្ងាចបន្តិចបានទេក្រាបទូល មិនបានទេ អីចាស់ នេះហើយឲ្យសមនឹងលទ្ធផលដែលនាងប្រមាថចេស្តាយើងជាមហាក្សត្រប េតាដាច់ប្រតិដេញបត់ហើយ ទូលព្រះបង្គំលាសិនហើយក្រាបទូល ដាច់ប្រតិសំបីតែតើតប្រភពរបស់បុត្រទាំងទ្វេក៏អត់ដែរ ជាងឲ្យបានសុខណាព្រះនាង ព្រះស្វាមីបើស្អីស្មោះនឹងបងណាមិនបានក្បត់ទេ សំណាងហើយកង់ដែលយើងធ្វើវាទៅទទួល លោកមេតូ ព្រះអង្គសម្រេចមកទីបានដឹងវាត្រឹមត្រូវមនុស្សដែលក្បត់មនុស្សដែលជាអាក្រក់ជួលជាបងមិនក៏ចាំអើយ
យើងបាក់ដាច់ជាងាកមើលទៅកើតដែរ ព្រះអង្គជឿខ្ញុំម្ចាស់ហើយនៅព្រះអង្គ យើងជឿហើយថាពាក្យសម្ដីរបស់ព្រះស្នំ ចាញ់ទៅនៅមកមុខយើងស្អី និងអ្នកថែសួនដែលបានទូលថ្វាយដល់យើងគឺជាការពិត ស្អីចាច់ ប៉ុន្តែ លោកសេនាអែនក៏ចឹងដែរចាញ់ទៅព្រះអង្គ ស្ទើរតែមិនជឿជាក់សោះថាមនុស្សដែលយើងគិតថាជាមនុស្សល្អយើងលើកដំកើងឲ្យខ្ពង់ខ្ពស់ផុតអស់អ្នកផងទាំងឡាយសុទ្ធបីតែចៅអរុនបានតែងតាំងមាននាមគឺជាសេនាស្ដាំដែលយើងទុកប្រតិជាទីបំផុតតែផ្ទុយទៅវិញគេថាមនុស្សស្គាល់មុខស្គាល់មាត់ប៉ុន្តែមិនស្គាល់ចិត្តគឺជាការពិតណាស់ដូច្នេះអ្នកដែលក្បត់អ្នកដែលមានចិត្តប្រមាថយើងដាច់ខាតគឺយើងមិនទុកទេ ត្រឹមត្រូវហើយព្រះអង្គ មែនណាព្រះអង្គ ពេលនេះព្រះអង្គកំពុងតែខ្វល់ខ្វាយនៅក្នុងប្រតិបើអញ្ចឹងតួនាទីនេះទុកឲ្យព្រះស្នំគាត់បំរើដល់ព្រះអង្គចាស់ចំណែកខ្ញុំម្ចាស់វិញណាក៏ចង់គាត់បំរើព្រះអង្គឲ្យបានល្អដែរចាំថ្ងៃណាដែលព្រះអង្គចែករំលែកបន្តិចបន្តួចដល់បុប្ផាដែល យ៉ាងម៉េច រៀបនឹងរយនេះផង មុនពេលដែលស្វិតប្រពន្ធទៅឲ្យបាននៅក្បែរព្រះអង្គ អ្នកថែសួន ព្រះប៉ម្ចាស់បងសូរវង្សរាជទានតោច្រឡំមាត់ អ្នកណាម្ចាស់បង ព្រះប៉ម្ចាស់ចង់សម្ដៅទៅលើលោកមេតប មកខាងមុខ ព្រះប៉ម្ចាស់មិនហ៊ានទេក្រាបទូល ហេតុអ្វីបានជាធ្វើចរិតរឹកពីបែបនេះ ព្រះប៉ម្ចាស់ ដឹងទេថា ព្រះប៉ ក្នុងប្រតិរបស់យើងមិនមែនកំពុងតែសប្បាយរីករាយរត់ទាំងពើឬមួយក៏ការប៉ັດដែលអ្នកទាំងពីរបានទូថ្វាយឲ្យយើងបានជ្រាបនៅឡើយទេ ព្រះប៉ម្ចាស់សូម ព្រោះថាមហេសីចន្ទ្រីរបស់យើងសពប្រតិមិនមែនមានន័យថាកាលបើយើងទាត់ច្បាស់ផ្ទាល់នៅដឹងថាមហេសីរបស់យើងក្បត់យើងហើយពេលដែលយើងនិរទេសមហេសីរបស់យើងចាក់ចាញ់ទៅប្រតិរបស់យើងសប្បាយនៅឡើយទេណា ព្រះប៉ម្ចាស់ អញ្ចឹងមុនពេលដែលនិយាយស្ដីអ្វីមួយ ព្រះប៉ម្ចាស់ មេតាអ្នកទាំងពីរគិតពិចារណាឲ្យបានច្បាស់លាស់បន្តិចណា ព្រះប៉ ម្ចាស់បង្គំលីឲ្យក្រាបទូល ព្រះអង្គ មិនហ៊ានទៀតទេ ព្រះអង្គកុំខ្ញាល់អីណាព្រះអង្គណាពេលនេះព្រះនាងចន្ទ្រាយើងទៅបាត់ហើយទោះបីយ៉ាងណាព្រះអង្គនៅមានខ្ញុំម្ចាស់នឹងថ្វាយការបម្រើដល់ព្រះអង្គមិនឲ្យព្រះអង្គទោះប្រតិទេណាព្រះអង្គ ប្រសើរណាស់ប៉ុន្តែត្រូវតែចាំទុកក្នុងចិត្តដូចគ្នាណា ព្រះប៉ម្ចាស់ បើសិនជាថ្ងៃខាងមុខព្រះស្នំក៏មានចិត្តក្បត់ចំពោះយើងដូចជានាងចន្ទ្រាណាព្រះស្នំក៏ប្រកាសជាទទួលលទ្ធផលដូចជាចន្ទ្រាចឹងដែរស្ដាប់បានទេ ខ្ញុំម្ចាស់ដឹងច្បាស់ហើយព្រះអង្គម្ចាស់ បាន សូមព្រះអង្គយាង ស្វាមីកំពុងតែមានការនឿយណាយប្រកាយពលណាស់ យាងព្រះអង្គ បងអត់អូន ចាំយើងចាំមនុស្សអស់ក្រក់ហើយយើងអត់ឈ្នះគេទេយើងចាញ់គេហើយ ខ្ញុំមិនដឹងតែកូន បងអាណិតអូន បង ប្រចាំអូន ព្រះនាងចន្ទ្រា បងអត់កូនមកខ្ញុំ ព្រះអង្គបានដាក់រាជបញ្ជាទូលព្រះបង្គំបើជូនដំណើរព្រះនាងវិលត្រឡប់ទៅវិញ ជូនដំណើរខ្ញុំ ខ្ញុំអរគុណហើយ ខ្ញុំគិតថាមិនបាច់ទេខ្ញុំអរគុណហើយជូនដំណើរខ្ញុំតាមនឹងចុះ អរគុណដល់ពួកលោកតែលោកមិនចាំបាច់ជូនដំណើរខ្ញុំទេខ្ញុំផ្ដើមទទួលថ្វាយដល់ព្រះស្វាមីផងទោះបីជាព្រះអង្គដាច់ប្រតិក៏ដោយមនោសញ្ចេតនាជាមួយនឹងព្រះអង្គយ៉ាងណាក៏ដោយខ្ញុំនៅតែនឹកនៅតែគោរពដល់ព្រះស្វាមីជានិច្ចសូមឲ្យព្រះអង្គសម្រេចប្រតិបែបណាក៏ដោយចុះតែឲ្យព្រះអង្គសោយព្រះក្រយាថែព្រះសុខភាពតែខ្ញុំមិនចាស់បារម្ភពីព្រះអង្គណាសូមលោកទាំងអស់គ្នាទទួលថ្វាយជំនួសខ្ញុំផងតោះបង ព្រះនាងជប់សិនព្រះអង្គបានដាក់រាជបញ្ជាហើយឲ្យយើងព្រះនាងទៅឋាននរកលោកតគុណ ចន្ទ្រា ម្នាក់ទុក ជិះមកសម្រាប់ ចា ចា ស់ ន ទៅ ហើយ សម្រាប់ទៅតាមសម្រាប់ព្រះនាងចន្ទ្រាបានតើមិនតែបាត់ទៅទៅ រត់ទៅចន្ទ្រារត់ឲ្យឆ្ងាយ បុកម៉ែបុកម៉ែ តូនតែពុកវា បុកម៉ែជួយផង ចន្ទ្រា បង
អីលើគេតែមកតាមតពុកចាញ់ប្រទេសនេះគេតាមមកពុក អូនទៅម៉ែ តាទៅ ម៉ែ អានងកូនរត់ទៅកូនខ្ញុំស្លាប់កូនខ្ញុំស្លាប់អស់លោកធ្វើដំណើរទៅណាមកណាដែរមកដល់ខ្ទមរបស់ខ្ញុំនេះ ឲ្យខ្ញុំសុំទោសចុះលោកតាកាលដែលខ្ញុំធ្វើដំណើរចូលក្នុងផ្ទះលោកតាពេលនេះគឺខ្ញុំមកស្វែងរកមនុស្ស ស្វែងរកណា គឺព្រះនាងចន្ទ្រា ចន្ទ្រាកូនខ្ញុំហ្នឹង ពិតមែនហើយ អត់ឃើញមកទេលោកអត់ឃើញមកទេ លោកតា នេះរឿងអីហ៎ បានបើសិនជាលោកតាចង់ដឹងទៅហើយនោះខ្ញុំប្រាប់លោកតាតាមត្រង់ចុះតាមការពិតព្រះនាងចន្ទ្រាហើយនឹងចៅអរុណបានលួចលាក់ស្នេហាជាមួយនឹងគ្នាក្បត់នឹងព្រះអង្គរហូតមកដល់ពេលនេះព្រះអង្គទ្រង់ខ្ញាល់ខ្លាំងណាស់បានដាក់ព្រះរាជបញ្ជាឲ្យពួកខ្ញុំតាមសម្លាប់ព្រះនាងចន្ទ្រានិងចៅអរុណចោលប៉ុន្តែពេលនេះចៅអរុណបានស្លាប់បាត់ទៅហើយនៅឡើយតែព្រះនាងចន្ទ្រាទេលោកតាបើយល់ល្អលោកតាប្រាប់ខ្ញុំតាមត្រង់ផងថាព្រះនាងចន្ទ្រាទ្រង់យើងនៅទីណា អរុនកូនខ្ញុំស្លាប់បែរជាលោកចង់តាមសម្រាប់កូនស្រីរបស់ខ្ញុំទៀតហ៎អីក៏ចិត្តរបស់លោកនេះលោកសាងអំពីអ្វីលោកចងកម្មចងពីជាមួយនឹងគ្រួសាររបស់ខ្ញុំមិនម្លេះកូនប្រុងសម្លាញ់យ៉ាត្រូវអស់លោកសម្លាប់រួចហើយក៏តាមចាប់មេយ៉ាប្រហាកូនស្រីខ្ញុំទៀតណាកូនប្រុងសម្លាញ់យ៉ាត្រូវអស់លោកសម្លាប់ហើយលោកតាមចាប់មេយ៉ាកូនស្រីខ្ញុំទៀតចិត្តលោកធ្វើពីអ្វីបានជាចង់អៀតណាចង់សម្លាប់កូនខ្ញុំទៀតឬចង់ឲ្យកូនខ្ញុំផុតពូជអស់លោកមិននឹកស្មានថាអស់លោកនេះមានចិត្តសាហាវខូខើដូចនេះទេ ឲ្យរួចមករួច រត់ទៅកូន តាមិនអត់មានការទៀតសម្រាប់ចាល់ហ៎ ម៉ែគេសម្លាប់ពុកហើយម៉ែគេសម្លាប់ពុកហើយបងអូនអើយជួយពុកខ្ញុំបងខ្ញុំស្លាប់ក្នុងថ្ងៃតែមួយបងអូនពុកម៉ែជួយខ្ញុំបង ត្រាយ
ជីវិតណាបងខ្ញុំនឹងអ្នកមានគុណសម្រាប់ណាកូនខ្ញុំហើយផ្ដេចឡើយសម្រាប់ប្តីទៀតណាតាមប្រឡាយម្នាក់ហើយម្នាក់ទៀតណាក្នុងលោកអីក៏ចាំអៀតណាសម្រាប់គ្រួសារខ្ញុំអីម្លឹងក្របឡើងមកតែពេលនេះយើងទៅណាសពបងអរុនចោលកណ្ដាលព្រៃសពបុកត្រូវពួកគេសម្លាប់ហើយអស់យកទៅដូចជាសត្វធាតុម៉ែផ្លាច់ព្រៀងចាក់ព្រៀងម៉ែលឿនម៉ែឲ្យលឿនអូម៉ែកូនណាសบายណាធម្មជាតិនៅទីនេះមកទៅស្រាប់បំប្រងណានាង
នេះឈ្មោះចិនដាមនីតាមមែនទេខ្ញុំចិនដាមនីចោតលោកចិនណាខ្ញុំឈ្មោះថារិទ្ធស័ក្តិរិទ្ធស័ក្តិមិនលេងកុភ័យអីអ្នកនាងទៅមហាកងមាចាប់ខ្ញុំមកតាមមែនទេក្រុងមាចាប់ខ្ញុំមកលោកជួយជីវិតខ្ញុំផងឥឡូវពេលនេះខ្ញុំចូលមកបាននាងទៅជាមួយខ្ញុំណាទៅនាងអាចមកហើយហ៊ានចូលក្នុងគាររបស់យើងដោយគ្មានការិយាទមិនតែប៉ុណ្ណោះតែជាចង់នាំស្រីម្នាក់នេះចាក់ចេញពីគាររបស់យើងទៀតមិនហើយស្ដេចក្រុងមាបាទតាមខ្ញុំដឹងព្រះអង្គបានចាំឬស្ដេចម្នាក់នេះមកឃុំឃាំងទីនេះឥឡូវពេលនេះទូលព្រះបង្គំចង់ឲ្យព្រះអង្គបើកផ្លូវឲ្យទូលព្រះបង្គំចាក់ចាញ់អំពីទីនេះមិនបានហើយចង់នាំនាងចេញលូត្រាតែកាត់ប្រសេរសាររបស់យើងឲ្យធ្លាក់ដល់ព្រះធរណីសិនទៅបានមិនអីទេព្រះអង្គបើព្រះអង្គបើកផ្លូវយើងទាំងពីរនាក់ត្រូវតែធ្វើសង្គ្រាមយេលោកប្រយ័ត្នខ្លួនផងដាច់ញីព្រះអតីយាអូនមានព្រះមេស្វាមីបំភ្លេចយ៉ារីស្នេហ៍ស្មោះសរម្ចាស់អូនទេមេព្រះស្វាមីមានបុត្រាបុត្រីចុះហេតុអីដាច់ញ៉ាប្រតិវាយាម្លេះងាម្ចាស់អូនបំភ្លេចយាយស្នេហ៍ស្មោះមកស្នេហ៍ស្មោះភ្លេចញ៉ាគុំរងអានុសាស្ងួនណាអើយមកនេះប្រ
ព្រះអង្គដាក់ទោសឲ្យមកចាប់បដិសន្ធិនាឋានកណ្ដាលព្រោះតែក្តីស្នេហ៍យើងបានស្បត់សច្ចាមិនថាជាតិមុខរាប់រយជាតិស្នេហ៍យើងគ្មានអ្នកណាបំបែកហើយក៏គ្មានអ្នកណាក្បត់អ្នកណាបានឡើយបើមានអ្នកក្បត់នោះនឹងរលត់ជីវិតដោយស្នាមប្រហោះរបស់យើងរៀងខ្លួនចុះពេលនេះម្ចាស់អូនរៀបអភិសេកមានបត្រាបត្រីមិនតែប៉ុណ្ណោះអូនបានចេញរាជបញ្ជាឲ្យបុត្ររបស់ម្ចាស់អូនមកផ្ដាច់ប្រជញ្ញរបស់បងចុះឯណាពាក្យសម្បត្តិម្ចាស់អូនទេធីតាចាស់អូនទេធីតាស្រីក្បត់ស្នេហាដូច្នេះអូនត្រូវតែទទួលបណ្ដាសាទាំងអស់នេះអូនត្រូវតែឈឺចាប់ជាងបងនឹងដកដួងកែវរបស់បងចូលសន្ធិដ្ឋនឹងបន្ត្រារបស់ម្ចាស់អូនឲ្យបុត្ររបស់ម្ចាស់អូនខុសប្លែកពីធម្មតាម្ចាស់អូនទេទីតាម្ចាស់អូនត្រូវតែទទួលកម្មពៀទាំងអស់នេះបាទខ្ញុំបាទសូមអនុញ្ញាតគោរពជំរាបសួរបាទពុកម៉ែបងប្អូនសាជាថ្មីម្ដងទៀតហើយមកលើកនេះបាទគឺយើងមកណែនាំប្រព័ន្ធសូឡា12 kW inverter ជាមួយនឹងផ្ទាំងសូឡា panel គឺ580 W ចំនួន14ផ្ទាំងបាទទីតាំងយើងតម្លើងគឺនៅរាជធានីភ្នំពេញយើងទេដោយសារអតិថិជនយើងគាត់ចំណាយថ្លៃអគ្គិសនីច្រើនមួយខែបាទអញ្ចឹងគាត់សម្រាប់ចិត្តជ្រើសរើសសេវាកម្មក្រុមការងារយើងមកតម្លើងប្រព័ន្ធសូឡាជូនគាត់បាទអញ្ចឹងយើងតម្លើងរួចរាល់ហើយគឺបន្ទោសនៅលើតពោផ្ទះគាត់តែម្ដងបាទផ្ទះល្វែងអញ្ចឹងធ្វើជើងផ្សារឆ្អឹងដៃមកយើងចាប់ផ្ទាំងសូឡាពីលើអញ្ចឹងទៅបាទយើងរៀបរយប្រព័ន្ធយ៉ាងស្អាតនេះគឺជាបាក់តេរីបាទបាក់តេរី200អាំពែចំនួន2គ្រាប់បាទដែលក្នុងមួយគ្រាប់ស្តុកភ្លើងបាន10 kW 2គឺ20 kW ហើយ inverter យើងប្រើ brand Trowatt 12 kW នេះកំពុងតែប្រើជាមួយនឹង backup ពេលយប់នឹង backup ពីអង្គុយអត់យកអគ្គិសនីទេនេះគឺប្រព័ន្ធទូ ATS control របស់យើងគឺបញ្ជាក់ថាកំពុងតែប្រើភ្លើងសូឡាទេមិនមែនប្រើភ្លើងរ៉ទេដោយសារ ATS យើងវាយទៅខាងលើហ្នឹងគឺបញ្ជាក់កំពុងតែប្រើភ្លើងសូឡាអញ្ចឹងប្រើភ្លើងសូឡាអំពូបាទសូឡាឡូតរបស់ខ្ញុំហ្នឹងគឺភ្លឺអញ្ចឹងទៅប្រើភ្លើងរ៉អំពូក្រហមហ្នឹងខាងក្រោមហ្នឹងគឺភ្លឺអញ្ចឹងយើងកំពុងប្រើសូឡាហើយយើងតម្លើងរៀបចំប្រព័ន្ធបាល់បន្លត់អគ្គិភ័យជូនអតិថិជនយើងដោយមានសុវត្ថិភាពតែម្ដងដើម្បីការពារបាទក៏ដូចជាប្រព័ន្ធផ្សេងរៀបរយជូនអតិថិជនយើងយ៉ាងស្រស់ស្អាតតែម្ដងបាទអញ្ចឹងបើសិនជាបងប្អូនមានចំណាប់អារម្មណ៍តម្លើងប្រព័ន្ធសូឡាតូចធំគ្រប់ប្រភេទអាចទំនាក់ទំនងតាមលេខទូរស័ព្ទនៅលើវីដេអូនេះបាទសូមអរគុណសូមគោរពលាបាទ